ការគ្រប់គ្រងគ្រូបង្រៀនគឺជាអាទិភាពចម្បងមួយរបស់ក្រសួងអប់រំយុវជននិងកីឡាក្នុងការកែលម្អគុណភាពនៃការបង្រៀននិងរៀនស្របទៅតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំនិងក្របខ័ណ្ឌផែនការសកម្មភាពគោលនយោបាយអភិវឌ្ឍជាប្រចាំគោលដៅនៃដំណើរការប្រឹក្សាគរុកោសល្យគឺពង្រីកសក្តានុពលរបស់គ្រូបង្រៀនជាអតិបរមានៅក្នុងសហគមន៍អ្នកសិក្សាវិជ្ជាជីវៈសម្រាប់រយៈពេលវែងនិងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំអ្វីដែលគួរឲ្យកត់សម្គាល់តាមរយៈការសិក្សាស្រាវជ្រាវអប់រំជាសកលបានបង្ហាញថាការប្រឹក្សាគរុកោសល្យមានទំនាក់ទំនងជាវិជ្ជមានដល់លទ្ធផលនៃការសិក្សារបស់សិស្សជំរាបសួរសូមស្វាគមន៍មកកាន់វីដេអូនៃកិច្ចសន្ទនានៃការផ្តល់ព័ត៌មានត្រឡប់រវាងទីប្រឹក្សាគរុកោសល្យជំនាញនិងទីប្រឹក្សាគរុកោសល្យប្រចាំសាលារៀនវីដេអូនេះបង្កើតឡើងដើម្បីជាជំនួយសម្រាប់លោកគ្រូអ្នកគ្រូនិងជាពិសេសទីប្រឹក្សាគរុកោសល្យជំនាញនិងទីប្រឹក្សាគរុកោសល្យប្រចាំសាលារៀនដើម្បីជាមូលដ្ឋាននៅក្នុងការអនុវត្តកិច្ចសន្ទនាផ្តល់ព័ត៌មានត្រឡប់ឲ្យកាន់តែប្រសើរឡើងអ្នកផ្ដល់ប្រឹក្សាគរុកោសល្យផ្ដល់នូវមតិយោបល់និងការណែនាំបែបស្ថាបនាសម្ដៅអភិវឌ្ឍបំណិននិងវិជ្ជាជីវៈដោយប្រើប្រាស់ជំហានទាំង6នៃការផ្ដល់ព័ត៌មានត្រឡប់និងបំណិនជាក់លាក់មួយចំនួនជាទូទៅការផ្ដល់ព័ត៌មានត្រឡប់អាចចំណាយពេលចន្លោះពី10ទៅ20នាទីការផ្ដល់ព័ត៌មានត្រឡប់ត្រូវគោរពនូវគោលការណ៍មួយចំនួនដូចជាគោរពគ្នាទៅវិញទៅមកទាំងពាក្យសម្ដីកាយវិការនិងសកម្មភាពផ្ដល់ព័ត៌មានត្រឡប់ដោយជាក់លាក់និងស្មោះត្រង់និយាយអំពីអ្វីដែលបានកើតឡើងនៅក្នុងអំឡុងពេលនៃការសង្កេតនិងជៀសវាងនៃការវិនិច្ឆ័យរក្សាទុកជាការសម្ងាត់នៅអ្វីដែលបានពិភាក្សាគ្នាយកចិត្តទុកដាក់ទៅលើការរៀនសូត្រជាមួយគ្នាអំពីការបង្រៀននិងរៀនមុននឹងស្វែងយល់លម្អិតពីជំហាននីមួយៗយើងខ្ញុំសូមណែនាំឲ្យស្គាល់ទីប្រឹក្សាគរុកោសល្យជំនាញនិងទីប្រឹក្សាគរុកោសល្យប្រចាំសាលារៀនដែលជាដៃគូសន្ទនាផ្ដល់ព័ត៌មានត្រឡប់នៅក្នុងវីដេអូនេះខ្ញុំរំពឹងថាកិច្ចសន្ទនាការផ្ដល់ព័ត៌មានត្រឡប់របស់ខ្ញុំនឹងរួមចំណែកអភិវឌ្ឍវិស័យអប់រំប្រកបដោយឧត្តមភាពខ្ញុំរំពឹងថាការទទួលព័ត៌មានត្រឡប់នៅថ្ងៃនេះនឹងជួយអភិវឌ្ឍដំណើរការនៃការប្រឹក្សាគរុកោសល្យរបស់ខ្ញុំឲ្យកាន់តែប្រសើរឡើងគោលបំណងនៃជំហានទី1នេះគឺដើម្បីបង្កើតភាពកក់ក្ដៅបង្កើតនៅបរិយាកាសស្និទ្ធស្នាលដើម្បីឈានទៅកសាងទំនុកចិត្តរវាងអ្នកផ្ដល់និងអ្នកទទួលការប្រឹក្សាគរុកោសល្យក៏ដូចជាបង្ហាញអំពីគោលបំណងនៃកិច្ចសន្ទនាផ្ដល់ព័ត៌មានត្រឡប់ផងដែរឥឡូវនេះយើងទស្សនាការសន្ទនាជំហានទី1នៃការផ្ដល់ព័ត៌មានត្រឡប់រវាងទីប្រឹក្សាគរុកោសល្យជំនាញនិងទីប្រឹក្សាគរុកោសល្យប្រចាំសាលារៀនជំរាបសួរអ្នកគ្រូចាជំរាបសួរលោកគ្រូសុខសប្បាយជាទេអ្នកគ្រូចាលោកគ្រូខ្ញុំសុខសប្បាយជាទេលោកគ្រូខ្ញុំរីករាយណាស់ដែលបានជួបអ្នកគ្រូនៅពេលនេះអ្នកគ្រូគិតថាបរិយាកាសនៅទីនេះយ៉ាងម៉េចដែរចាខ្ញុំគិតថាបរិយាកាសនៅទីនេះគឺស្រស់ស្រាយលោកគ្រូដូចគិតដូចខ្ញុំហ្នឹងគ្រូខ្ញុំក៏មានអារម្មណ៍ចឹងដែរគ្រូបាទដោយសារទីធ្លាសាលារៀនក៏ដូចជានៅទីនេះផ្ទាល់គឺមានបរិយាកាសស្រស់ថ្លាមែនទែនអ្នកគ្រូសពថ្ងៃហ្នឹងពិតជារវល់ណាស់មែនទេចាលោកគ្រូរវល់ណាស់ដែរហ្នឹងបាទចុះក្រោយពេលដែលអ្នកគ្រូផ្ដល់ព័ត៌មានត្រឡប់ជូនទៅលោកគ្រូហើយអ្នកគ្រូមានអារម្មណ៍យ៉ាងម៉េចដែរចាលោកគ្រូខ្ញុំដូចជាមិនទាន់សូវមានទំនុកចិត្តក្នុងការផ្ដល់ព័ត៌មានត្រឡប់នេះទេលោកគ្រូបាទខ្ញុំយល់ពីអារម្មណ៍អ្នកគ្រូប៉ុន្តែអ្នកគ្រូជាធម្មតាទេកាលណាតែជាការចាប់ដើមដំបូងគឺវាតែងតែមានការព្រួយបារម្ភច្រើនបែបនេះហើយចាលោកគ្រូចាប៉ុន្តែអ្នកគ្រូមិនបាច់បារម្ភពេកទេគឺខ្ញុំចុះមកនេះគឺក្នុងគោលបំណងជួយគ្រប់គ្រងការផ្ដល់ព័ត៌មានត្រឡប់ឲ្យកាន់តែប្រសើរឡើងទេចាអរគុណលោកគ្រូដែលបានលោកគ្រូចុះមកជួយគ្រប់គ្រងគ្រូបាទអរគុណជាបន្តទៅទៀតសូមទស្សនានៅជំហានទី2ចំណាប់អារម្មណ៍របស់អ្នកទទួលប្រឹក្សាគរុកោសល្យទៅលើលទ្ធផលនៃការបង្រៀននៅក្នុងជំហាននេះអ្នកផ្ដល់ប្រឹក្សាគរុកោសល្យឲ្យអ្នកទទួលប្រឹក្សាគរុកោសល្យឆ្លុះបញ្ចាំងលើការបង្រៀននិងរៀនរបស់ពួកគាត់ដោយបង្ហាញទាំងចំណុចដែលពួកគាត់ពេញចិត្តនិងចំណុចដែលពួកគាត់ធ្វើមិនបានល្អតោះឥឡូវនេះអ្នកគ្រូសូមអ្នកគ្រូបង្ហាញពីចំណាប់អារម្មណ៍របស់អ្នកគ្រូដែលអ្នកគ្រូពេញចិត្តក្នុងការផ្ដល់ព័ត៌មានត្រឡប់អំបញ្ញវិញអូចាលោកគ្រូចំណុចដែលខ្ញុំពេញចិត្តនោះទី1គឺខ្ញុំបានបង្កើតទំនាក់ទំនងល្អជាមួយលោកអ្នកគ្រូ
ដើម្បីកសាងទំនុកចិត្តនិងភាពស្និទ្ធស្នាលគ្រូហើយនឹងមួយទៀតនោះខ្ញុំបានលើកសរសើរគាត់ជាញឹកញាប់ចានៅចំណុចមួយចំនួនដែលគាត់បង្រៀនបានល្អគ្រូខ្ញុំក៏បានស្នើជាដំណោះស្រាយនៅបញ្ហាមួយចំនួនដែលតាក់ទងនឹងការកសាងបញ្ញត្តិគណិតវិទ្យាអរគុណអ្នកគ្រូខ្ញុំស្ដាប់មិនខុសទេអ្នកគ្រូបានធ្វើបានល្អណាស់ទៅលើការកសាងទំនាក់ទំនងការលើកទឹកចិត្តគ្រូនឹងការដោះស្រាយបញ្ហាដែលអ្នកគ្រូបានលើកឡើងតើពិតជាត្រឹមត្រូវអញ្ចឹងមែនទេអ្នកគ្រូចាត្រឹមត្រូវហើយលោកគ្រូអរគុណអ្នកគ្រូដែលបានបង្ហាញនៅចំណាប់អារម្មណ៍ផ្ទាល់ខ្លួនអំពីការផ្ដល់ព័ត៌មានត្រឡប់អំបញ្ញមិញខ្ញុំសូមសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អ្នកគ្រូអស់ពីសមត្ថភាពតើការលើកឡើងរបស់ខ្ញុំនេះអ្នកគ្រូយល់យ៉ាងម៉េចដែរអ្នកគ្រូចាលោកគ្រូអរគុណណាស់ខ្ញុំយល់ស្របចំពោះអ្វីដែលលោកគ្រូបានលើកឡើងចាបាទមុននេះអ្នកគ្រូបានលើកនៅចំណុចល្អជាច្រើនមកហើយតើអ្នកគ្រូគិតថានៅមានចំណុចណាខ្លះទៀតដែលអ្នកគ្រូគិតថាធ្វើអត់ទាន់បានល្អចំពោះការសន្ទនាផ្ដល់ព័ត៌មានត្រឡប់អំបញ្ញមិញនេះខ្ញុំគិតថាខ្ញុំនៅមានចំណុចខ្វះខាតច្រើនចាដូចជាជំហាននៃការផ្ដល់ព័ត៌មានត្រឡប់នេះហាក់បីដូចជាមិនទាន់ត្រូវតាមលំដាប់លំដោយលោកគ្រូខ្ញុំនៅមានអារម្មណ៍ភ័យច្រើនចាខ្ញុំនៅមានកូនចិត្តមួយថាខ្ញុំមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញតួនាទីជាទីប្រឹក្សាគ្រូកសលប្រចាំសាលារៀនចំណុចទាំងនេះហើយដែលធ្វើឲ្យការផ្ដល់ព័ត៌មានត្រឡប់របស់ខ្ញុំនេះខ្ញុំគិតថាវាមិនទាន់បានល្អគ្រូនៅមានចំណុចមួយទៀតលោកគ្រូគឺបំណិននៃការផ្ដល់ព័ត៌មានត្រឡប់ហ្នឹងដែលខ្ញុំមិនប្រកាសថាបានប្រើដែរឬអត់បាទខ្ញុំយល់ពីអារម្មណ៍អ្នកគ្រូដែលគិតថាមិនសូវមានទំនុកចិត្តក្នុងការផ្ដល់ព័ត៌មានត្រឡប់ឲ្យបានល្អយ៉ាងណាមិញអារម្មណ៍សង្ស័យលើខ្លួនឯងបែបនេះតែងតែកើតឡើងជាទូទៅនៅពេលដែលយើងមានបំណងឬក៏គោលដៅអភិវឌ្ឍលើខ្លួនឯងហើយបើសិនជាខ្ញុំក៏មានអារម្មណ៍ដូចអ្នកគ្រូដែរចាលោកគ្រូចាចូលមកដល់ជំហានទី3នេះជាការផ្ដល់ព័ត៌មានត្រឡប់របស់អ្នកផ្ដល់ប្រឹក្សាគ្រូកុសលដែលផ្អែកទៅលើការសង្កេតនិងបកស្រាយចំពោះអ្វីដែលបានសង្កេតឃើញនោះអ្នកផ្ដល់ប្រឹក្សាគ្រូកុសលគប្បីយកចិត្តទុកដាក់នៅក្នុងការផ្ដល់មតិកែលម្អដោយចាប់ផ្ដើមពីចំណុចវិជ្ជមានឲ្យបានច្រើនមុននឹងចូលទៅដល់ចំណុចដែលគួរកែលម្អនិងបញ្ចប់ទៅវិញជាមួយចំណុចវិជ្ជមានបន្ថែមទៀតតើអ្នកគ្រូមានចង់ពិភាក្សាលើការផ្ដល់ព័ត៌មានត្រឡប់ដែលយើងបានជួបគ្នាពីលើកមុនទៀតដែរទេអ្នកគ្រូដូចជាអត់មានទេលោកគ្រូការផ្ដល់ព័ត៌មានត្រឡប់លើកមុនគឺខ្ញុំបានអនុវត្តរួចរាល់ហើយក៏បានលទ្ធផលល្អប្រសើរជាងមុនដែរលោកគ្រូបាទអរគុណច្រើនអ្នកគ្រូហើយក៏សូមកោតសរសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងបើកចិត្តសាកល្បងអនុវត្តនៅអ្វីដែលថ្មីបន្ថែមទៀតចាអរគុណច្រើនលោកគ្រូពេលនេះខ្ញុំសូមបង្ហាញនៅអ្វីដែលខ្ញុំបានសង្កេតឃើញចំពោះការផ្ដល់ព័ត៌មានត្រឡប់របស់អ្នកគ្រូទៅកាន់គ្រូបន្ទប់ថ្នាក់ហើយអ្វីដែលខ្ញុំពិតជាចង់លើកឡើងឲ្យពេញចិត្តនឹងលើកឡើងនោះគឺខ្ញុំសង្កេតឃើញថាអ្នកគ្រូព្យាយាមស្ដាប់ដោយយកចិត្តទុកដាក់ទៅលើការនិយាយរបស់គ្រូបន្ទប់ថ្នាក់ហើយនឹងសង្ខេបដែលគាត់បានសង្ខេបជាខ្លឹមសារនៃការជជែកគ្នាពិសេសនៅត្រង់ចំណុចជំហានទី5ផ្ដោតទៅលើដំណោះស្រាយនិងមធ្យោបាយសកម្មភាពដែលគ្រូសម្រាប់អនុវត្តលើកក្រោយតែអ្នកគ្រូយល់ស្របនឹងការសង្កេតរបស់ខ្ញុំដែរទេអ្នកគ្រូខ្ញុំមិននឹកស្មានសោះថាខ្ញុំនឹងធ្វើបានល្អអញ្ចឹងសោះនៅបំណិនស្ដាប់សកម្មអរគុណណាស់លោកគ្រូដែលបានលើកឡើងនៅចំណុចនេះសម្រាប់ការផ្ដល់ព័ត៌មានត្រឡប់លើកក្រោយខ្ញុំនឹងបន្តធ្វើបែបនេះទៀតយ៉ាងណាមិញខ្ញុំបានសង្កេតទៅលើជំហាននៃការផ្ដល់ព័ត៌មានត្រឡប់ហើយជាក់ស្ដែងនោះខ្ញុំឃើញថាអ្នកគ្រូបានលើកឡើងតែចំណុចល្អចំណុចកែលម្អនិងដំណោះស្រាយខ្ញុំគិតថាអ្នកគ្រូនៅមានអារម្មណ៍ភ័យខ្លាចក្នុងការប្រើប្រាស់បំណិនផ្ដល់ព័ត៌មានត្រឡប់បែបស្ថាបនាពលគឺពេលដែលអ្នកគ្រូនិយាយទៅកាន់គ្រូបន្ទប់ថ្នាក់អ្នកគ្រូមិនសូវហ៊ានមើលមុខគាត់ចំនោះទេហើយពេលផ្ដល់ការកែលម្អអ្នកគ្រូភាគច្រើនប្រើឃ្លាបញ្ជាជាជាងការស្នើសុំខ្ញុំចាំបានគឺអ្នកគ្រូប្រើពាក្យទៅកាន់គ្រូបន្ទប់ថ្នាក់ថាអ្នកគ្រូត្រូវតែបែងចែកក្រុមចម្រុះសមត្ថភាពទើបសិស្សអាចជួយគ្នាបានចាលោកគ្រូចា
ឥឡូវនេះសូមបន្តទស្សនាជំហានទី4បន្តទៀតដែលជាការផ្ដល់ឱកាសឲ្យអ្នកទទួលប្រឹក្សាគរុកុសលបញ្ចេញនូវយោបល់ទៅលើអ្វីដែលបានលើកឡើងអ្នកផ្ដល់ប្រឹក្សាគរុកុសលទុកឱកាសឲ្យអ្នកទទួលប្រឹក្សាគរុកុសលឆ្លើយតបចំពោះការបកស្រាយរបស់គាត់ក្នុងន័យឈានទៅដល់ការផ្លាស់ប្ដូរមតិយោបល់គ្នាទៅវិញទៅមកព្រមទាំងការត្រៀមគំនិតដើម្បីបន្តពិភាក្សារកដំណោះស្រាយនៅជំហានបន្ទាប់តែអ្នកគ្រូយល់យ៉ាងម៉េចដែរនៅចំណុចកែលម្អដែលខ្ញុំលើកឡើងបាញ់មិញគ្រូចាលោកគ្រូខ្ញុំយល់ស្របត្រង់ចំណុចនេះតាក់ទងនឹងជំហាននៃការផ្ដល់ព័ត៌មានត្រឡប់វាហាក់ដូចជានៅថ្មីសម្រាប់ខ្ញុំហើយម្យ៉ាងទៀតខ្ញុំមានទម្លាប់ផ្ដល់ព័ត៌មានត្រឡប់តែចំណុចល្អចំណុចកែលម្អនិងសកម្មភាពអនុវត្តបន្តរីឯបំណិននៃការផ្ដល់ព័ត៌មានត្រឡប់ដែលថាខ្ញុំនឹងមិនសូវមើលមុខអ្នកគ្រូបន្ទប់ថ្នាក់ចំដោយសារតែខ្ញុំនឹងនៅភ័យម្យ៉ាងទៀតខ្ញុំនឹងខ្លាចចិត្តគាត់ដែរហេតុនេះហើយបែរជាធ្វើឲ្យគាត់នឹងគិតថាយើងនឹងមិនសូវយកចិត្តទុកដាក់ចំពោះអ្វីដែលគាត់បានលើកឡើងបន្ថែមពីនេះទៀតខ្ញុំដូចជាមិនទាន់បានប្រើនៅបំណិនការផ្ដល់ព័ត៌មានត្រឡប់បែបស្ថាបនានៅឡើយបាទត្រង់ចំណុចនេះបើខ្ញុំយល់មិនខុសទេអ្នកគ្រូនៅមានបញ្ហានៅលើការប្រើប្រាស់បំណិនដល់ព័ត៌មានត្រឡប់បែបស្ថាបនាដែលអាចធ្វើឲ្យប៉ះពាល់ទៅដល់ការផ្ដល់ព័ត៌មានត្រឡប់រវាងអ្នកគ្រូទៅគ្រូបន្ទប់ថ្នាក់តើអ្នកគ្រូយល់ថាអញ្ចឹងដែរទេអ្នកគ្រូចាពិតជាត្រឹមត្រូវហើយលោកគ្រូជំហានទី5ពិភាក្សាគ្នាដើម្បីរកមធ្យោបាយកែលម្អលទ្ធផលសម្រាប់អនុវត្តលើកក្រោយមកដល់ជំហាននេះអ្នកផ្ដល់ប្រឹក្សាគរុកុសលសង្ខេបនៅចំណុចដែលត្រូវកែលម្អដើម្បីពិភាក្សានិងរកដំណោះស្រាយបាទសរុបមកវិញអ្នកគ្រូបានខិតខំប្រឹងប្រែងធ្វើបានល្អច្រើនហើយយ៉ាងណាមិញនៅមានចំណុចខ្វះខាតតិចតួចតែប៉ុណ្ណោះដោយសារតែអ្នកគ្រូមានអារម្មណ៍ភ័យខ្លាចដែលជាហេតុធ្វើឲ្យជំហាននៃការផ្ដល់ព័ត៌មានត្រឡប់របស់អ្នកគ្រូនឹងបាត់អស់3ជំហានតើអ្នកគ្រូគិតថាដោះស្រាយនៅបញ្ហាទាំងនេះដោយវិធីណាដែរអ្នកគ្រូចាលោកគ្រូការភ័យរបស់ខ្ញុំមិនដឹងថាធ្វើម៉េចឲ្យវាបាត់ភ័យទេប៉ុន្តែខ្ញុំគិតថាបើសិនជាខ្ញុំស្គាល់សមត្ថភាពអ្នកគ្រូច្បាស់ហើយនឹងបានឧស្សាហ៍ជួបជជែកជាមួយគាត់ប្រហែលជាអារម្មណ៍ភ័យរបស់ខ្ញុំនឹងបាត់ទៅវិញរីឯបំណិននៃការផ្ដល់ព័ត៌មានត្រឡប់ហ្នឹងមុននឹងផ្ដល់កិច្ចសន្ទនាហ្នឹងខ្ញុំដឹងថាមាន6ជំហានប៉ុន្តែនៅពេលភ័យពេកទៅនៅចាំតែជំហានសំខាន់តែប៉ុណ្ណោះលោកគ្រូអរគុណអ្នកគ្រូខ្ញុំគិតថាអ្នកគ្រូបានគិតពីវិធីល្អមួយចំនួនច្រើនហើយដើម្បីដោះស្រាយនៅបញ្ហានេះតែអ្នកគ្រូគិតថាអាចមានវិធីអីផ្សេងទៀតបន្ថែមទេដើម្បីបន្ថែមលើអ្វីដែលអ្នកគ្រូគិតខាងដើមខ្ញុំគិតថាខ្ញុំគួរតែកត់ឃ្លាប្រយោគខ្លីៗដើម្បីត្រៀមទុកជាមុននៅពេលភ្លេចខ្ញុំមើលវាបានបាទអរគុណអ្នកគ្រូតើឃ្លាប្រយោគបែបណាដែលអ្នកគ្រូគិតថានឹងកត់ត្រាវាទុកចាស់លោកគ្រូឃ្លាប្រយោគដែលខ្ញុំត្រូវត្រៀមទុកនោះជាឃ្លាប្រយោគខ្លីប៉ុន្តែវាជាគន្លឹះសំខាន់សម្រាប់ជំហាននីមួយឧទាហរណ៍ដូចជាជំហានទី1សំណេះសំណាលបង្កើតទំនាក់ទំនងល្អនិងប្រាប់ពីគោលបំណងនៃការជួបគ្នាជាដើមបាទគិតថាដំណោះស្រាយរបស់អ្នកគ្រូនឹងគឺល្អមួយយ៉ាងហើយទន្ទឹមនេះខ្ញុំយល់ថាការភ្លេចជំហាននៃការផ្ដល់ព័ត៌មានត្រឡប់របស់អ្នកគ្រូគឺដោយសារតែអ្នកគ្រូមានការភ័យខ្លាចតែអ្នកគ្រូអាចប្រាប់ខ្ញុំបានទេថាការមានអារម្មណ៍ភ័យខ្លាចរបស់អ្នកគ្រូនឹងនៅលើបញ្ហាអ្វីនៅពេលដែលអ្នកគ្រូចាប់ដើមសន្ទនាចាលោកគ្រូខ្ញុំមានអារម្មណ៍គិតថាអ្នកគ្រូបន្ទប់ថ្នាក់នឹងបទពិសោធន៍និងសមត្ថភាពរបស់គាត់នឹងច្រើនជាងខ្ញុំណាមួយការប្រឹក្សាគរុកុសលនឹងថ្មីសម្រាប់ខ្ញុំហេតុនេះហើយដែលធ្វើឲ្យខ្ញុំនឹងចេះតែគិតថាអ្នកគ្រូបន្ទប់ថ្នាក់នឹងគាត់មិនទទួលយកការកែលម្អលោកគ្រូខ្ញុំពិតជារីករាយណាស់ដែលអ្នកគ្រូបានបើកចិត្តបែបនេះខ្ញុំក៏ធ្លាប់ជួបនៅស្ថានភាពបែបនេះដោយអ្នកគ្រូដែរដូចនេះអ្នកគ្រូក៏បារម្ភអីទីប្រឹក្សាគរុកុសលគឺជាកញ្ចក់ឆ្លុះបញ្ចាំងនៅសកម្មភាពគ្រូក្នុងពេលបង្រៀនដែលអាចឲ្យគាត់មើលឃើញនៅចំណុចខ្វះខាតរបស់ខ្លួនឯងតាមរយៈព័ត៌មានត្រឡប់ដែលគាត់ទទួលបាននឹងជួយឲ្យគាត់មានការផ្លាស់ប្ដូរក្នុងថ្នាក់រៀនហើយជាពិសេសធ្វើឲ្យកុមារមានការរីករាយក្នុងការសិក្សាជាងមុនចាលោកគ្រូអរគុណណាស់គំនិតរបស់លោកគ្រូអាចជំរុញទឹកចិត្តខ្ញុំឲ្យធ្វើកិច្ចការនេះបន្តទៀតលោកគ្រូ
បាទអ្នកគ្រូសង្កេតឃើញថាគ្រូបន្ទប់ថ្នាក់នោះគាត់ធ្វើបានល្អហើយអ្នកគ្រូអាចសាកសួរគាត់ដោយផ្ទាល់ទៅថាគាត់មានគន្លឹះអ្វីល្អថែមទៀតដែលអាចចែកម្លែកជូនអ្នកគ្រូបានការស្នើសុំយោបល់មិនបង្ហាញនៅភាពទន់ខ្សោយទេតែវាបង្ហាញនៅចំណុចរឹងមាំដែលអ្នកគ្រូចង់រៀនសូត្របន្ថែមចាលោកគ្រូខ្ញុំនឹងសាកសួរគាត់ខ្ញុំនឹងនៅជួយអ្នកគ្រូជាប្រចាំបើសិនជាអ្នកគ្រូនៅមានចំណុចសង្ស័យត្រង់ណាមិនទាន់ច្បាស់អ្នកគ្រូអាចសាកសួរខ្ញុំបានចាអរគុណលោកគ្រូអរគុណណាស់ដែលបានចែករំលែកបទពិសោធន៍ចំណេះដឹងហើយការគាំទ្រនិងការលើកទឹកចិត្តខ្ញុំនឹងមើលបញ្ហាជាឱកាសដើម្បីអភិវឌ្ឍខ្លួនហើយខ្ញុំយល់ថាបើសិនជាខ្ញុំអាចធ្វើបានដោយលោកគ្រូលើកឡើងការភ័យខ្លាចរបស់ខ្ញុំនឹងកាត់បន្ថយបានច្រើនលោកគ្រូបាទអរគុណលោកគ្រូជំហានទី6ដែលជាជំហានចុងក្រោយជាការបូកសរុបដោយការសួរសំណួរនិងកំណត់ពេលជួបលើកក្រោយអ្នកផ្ដល់ប្រឹក្សាគរុកោសល្យឲ្យអ្នកទទួលប្រឹក្សាគរុកោសល្យសង្ខេបនៅចំណុចដែលត្រូវយកទៅអនុវត្តដើម្បីធ្វើការកែលម្អគាត់ផ្ដល់ឱកាសឲ្យអ្នកទទួលប្រឹក្សាគរុកោសល្យសួរប្រសិនបើគេមានសំណួរបន្ថែមនិងសួរទៅកាន់អ្នកទទួលប្រឹក្សាគរុកោសល្យថាតើគេពេញចិត្តទៅនឹងការផ្ដល់ព័ត៌មានត្រឡប់នេះឬទេតាមអ្វីដែលយើងបានពិភាក្សាគ្នាខាងលើតើអ្នកគ្រូគិតថានឹងអនុវត្តវាយ៉ាងដូចម្ដេចនៅពេលខាងមុខនេះចាលោកគ្រូខ្ញុំនឹងបើកចិត្តឲ្យទូលាយដោយលោកគ្រូដែរចាមិនប្រៀបធៀបចំណេះដឹងបទពិសោធន៍និងសមត្ថភាពនោះទេបេសកកម្មមួយនេះគឺយើងជួយគ្នាតាមរយៈការរៀនសូត្រចំណុចល្អៗនិងចែករំលែកបទពិសោធន៍និងវិធីសាស្ត្របង្រៀនទៅវិញទៅមកជាមួយគ្រូបន្ទប់ថ្នាក់នៅពេលដែលយើងជួបគ្នាលើកក្រោយខ្ញុំសង្ឃឹមថាការផ្ដល់ព័ត៌មានត្រឡប់របស់អ្នកគ្រូនឹងមានភាពស្វាហាប់ដោយអនុវត្តតាមជំហាននិងប្រើប្រាស់បំណិនព័ត៌មានត្រឡប់បានប្រសើរជាងពេលនេះតើអ្នកគ្រូមានអីចង់លើកឡើងមកពិភាក្សាទៀតទេអ្នកគ្រូចាលោកគ្រូដូចជាអស់ហើយខ្ញុំមិនមានអ្វីទៀតទេអញ្ចឹងយើងនឹងជួបគ្នានៅពេលក្រោយតាមផែនការដែលបានកំណត់ចាលោកគ្រូជួបគ្នាពេលក្រោយបាទអរគុណច្រើនអ្នកគ្រូចាអរគុណច្រើនលោកគ្រូដែលបានចុះមកជួយគាំទ្រខ្ញុំជម្រាបលាលោកគ្រូអរគុណជម្រាបលាចាសុខសប្បាយលោកគ្រូចាប់បន្ទាប់ពីបានទស្សនានិងស្វែងយល់ពីជំហានទាំង6នៃកិច្ចសន្ទនានិងការផ្ដល់ព័ត៌មានត្រឡប់រវាងទីប្រឹក្សាគរុកោសល្យជំនាញនិងទីប្រឹក្សាគរុកោសល្យប្រចាំសាលារៀនរួចមកយើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាវីដេអូមួយនេះនឹងក្លាយទៅជាធនធានដ៏មានអត្ថប្រយោជន៍ពង្រឹងសមត្ថភាពទីប្រឹក្សាគរុកោសល្យនិងជាគំរូសម្រាប់ការណែនាំនិងគាំទ្រទៅដល់គ្រូបង្រៀនថ្នាក់ដំបូងនិងចូលរួមនៅក្នុងការលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្សទាំងមូលផងដែរនៅពេលនេះវីដេអូរបស់យើងបានឈានមកដល់ទីបញ្ចប់ហើយសូមអរគុណសម្រាប់ការទស្សនា